សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំសូមបង្ហាញចែករំលែកលំហាត់មួយគឺពាក់ព័ន្ធជាមួយនឹងវេយ្យាករណ៍នៅក្នុងវិញ្ញាសាទី2របស់ខ្ញុំហើយលំហាត់នេះគឺគេតែងតែចេញប្រឡងបាក់ឌុបដែរតាមខ្ញុំសម្គាល់មើលរបស់វិញ្ញាសាយើងប្រឡងបាក់ឌុបគឺរៀងរាល់2ឆ្នាំគេយកមេរៀននេះយកមកចេញម្ដងអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកវេយ្យាករណ៍ពាក់ព័ន្ធជាមួយនឹងវិញ្ញាសារបស់យើងទាំងអស់គ្នាមកចែកជូនបងប្អូនទាំងអស់គ្នាឥឡូវអូនឯងមកមើលឃើញលំហាត់របស់យើងនៅក្នុងលំហាត់ប្រភេទដែលយើងឃើញចម្លើយហើយប្រធានយើងរូបភាពបែបនេះគឺគេហៅថាមេរៀន relative clause ដើម្បីធ្វើលំហាត់ relative clause នេះបានគឺយើងក៏មានវិធីសាស្ត្រក្នុងការធ្វើវាយ៉ាងងាយស្រួលដែរដូច្នេះសូមបងប្អូនទាំងអស់គ្នាមកមើលទម្រង់របៀបនៃការធ្វើលំហាត់ relative clause របស់យើងដើម្បីយើងអាចធ្វើលំហាត់ប្រភេទ relative clause នេះបានគឺបងប្អូនទាំងអស់គ្នាត្រូវស្គាល់ពីទម្រង់របស់មេរៀនរបស់យើងនេះគេហៅថា relative clause relative clause យើងមានទម្រង់វាចំនួន3ទម្រង់ទី1គឺយើងបាននាម noun បូកជាមួយ relative pronoun បូកឲ្យ verb ហើយ relative pronoun របស់យើងហ្នឹងគឺវាមានតួនាទីជាប្រធានជា subject ហើយ relative pronoun យើងហ្នឹងមានន័យថាម៉េចគឺមានដូចជាពាក្យ who whom which that ហើយពាក្យទាំងអស់នោះឲ្យតែបកប្រែថាដែលគេឲ្យឈ្មោះថា relative pronoun បាទអញ្ចឹងយើងចូលដល់ទម្រង់ទី2 noun បូកជាមួយនឹង relative pronoun យើងបូកឲ្យ subject បូកឲ្យ verb អញ្ចឹង relative pronoun របស់យើងមានមុខងារជា object ចូលទម្រង់ទី3 noun បូកជាមួយ relative pronoun បូកមួយ subject បូក verb បូក object ដូច្នេះ relative pronoun របស់យើងគឺអត់មានមុខងារទេអញ្ចឹងដើម្បីបងប្អូនទាំងអស់គ្នាអាចធ្វើលំហាត់ relative pronoun យើងបានទាល់តែបងប្អូនអាចបាទចាំទម្រង់ទាំង3នេះដើម្បីយើងធ្វើវិញ្ញាសារបស់យើងនឹងយ៉ាងងាយស្រួលដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រឡប់មកមើលលំហាត់យើងទាំងអស់គ្នាបន្ទាប់ពីបងប្អូនបានយល់អំពីទម្រង់របស់ relative clause យើងហើយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមកមើលលំហាត់យើងលំហាត់របស់យើងប្រធានគេឲ្យមក my uncles ... you met at the party is living for Australia បាញ់មិញយើងដឹងហើយថាទម្រង់របស់យើងគឺនាំមុខដោយនាមដូច្នេះយើងរកកំណត់ថាតើខាងមុខកន្លែងចុចនេះតើវាយើងមាននាមហើយនៅបាទយើងឃើញពាក្យ uncle ហ្នឹងគឺយើងបានថ្នាក់ពាក្យវាជានាមបាទនៅពេលដែលយើងបានថ្នាក់ពាក្យជានាមយើងមើលពាក្យដែលនៅខាងក្រោយកន្លែងចន្លោះដែលយើងទៅពេញតើយើងមាន subject មាន verb ហើយឬនៅយើងឃើញពាក្យ you នេះគឺវាជា subject ហើយពាក្យ met នេះគឺជា verb ហើយនៅសល់ក្រោយធម្យហ្នឹងគេឲ្យឈ្មោះថា prepositional phrase prepositional phrase វាមិនអាចដើរតួនាទីជាកម្មបត្តិរបស់កិរិយាសព្ទបានទេដូច្នេះយើងមិនអាចឲ្យវាធ្វើជាកម្មបត្តិបានទេឥឡូវយើងមើលយើងឃើញមាន subject បូក verb បើសិនណាវាជា subject បូក verb វាអត់មាន object ទេកន្លែងនេះយើងបាត់បង់ object បាទអញ្ចឹងអ្វីដែលយើងបាត់បង់គឺបាត់បង់កម្មបត្តិបន្ទាប់មកយើងកំណត់ពាក្យចម្លើយនីមួយៗនេះដែលជា relative pronoun របស់យើងហ្នឹងតើយើងប្រើប្រាស់របស់ relative pronoun ហ្នឹងតាមបែបលក្ខណៈដូចមិនដេចចំពោះ which យើងប្រើបានជាមួយនឹង function ជា subject ហើយនឹង object ហើយយើងប្រើបានជាមួយនឹង thing ហើយនឹង animal ហ្នឹងគឺជាមួយនឹងសត្វន័យថា which ហ្នឹងយើងប្រើបានជាមួយនឹងពាក្យប្រើជាមួយនឹងរបស់វត្ថុឬក៏សត្វដល់ពេលពាក្យ who នេះគឺយើងប្រើបាន function វាជា subject object ហើយយើងប្រើបានជាមួយនឹង person ជាមួយនឹងមនុស្សដល់ពេល that function វាគឺ subject object ដូចជាមួយនឹង who ដែរហើយយើងប្រើបាន all នេះគឺសំដៅទៅលើមនុស្សក៏បានវត្ថុបានទីកន្លែងក៏បានដែរហើយនៅសល់មួយទៀតចម្លើយ D whom នេះយើងប្រើបានតែមុខងារវាជា object ហើយយើងប្រើបានតែជាមួយមនុស្សទេប្រើជាមួយនឹង person ដូចជាមួយនឹង who ដែរប៉ុន្តែ function វាបានតែ object ឥឡូវយើងមើលមកលើប្រធានរបស់យើងបាត់បង់ object ហើយចម្លើយទាំងអស់ហ្នឹងគឺប្រើសិទ្ធិបានមុខងារជា object ដូចគ្នាហើយនៅពេលដែលយើងឃើញរូបភាពបែបអញ្ចឹងយើងមើលថាតើនាមយើងនេះសំដៅទៅលើមនុស្សសត្វវត្ថុឬក៏ទីកន្លែងដោយសារពាក្យ uncle យើងបកប្រែថាលោកអ៊ំឬក៏លោកពូអញ្ចឹងសំដៅទៅលើមនុស្ស person បាទយើងសំដៅទៅលើ person មនុស្សអញ្ចឹងបើមនុស្សយើង which យើងប្រើបានទេដោយសារយើងប្រើបានតែ thing ហើយនឹង animal អញ្ចឹងយើងអត់យកបានទេហើយចំពោះ who ប្រើបានដូចគ្នាហើយតែ that ក៏ប្រើបានទាំងអស់ដែរដល់ពេល whom ក៏ប្រើបានដែរប៉ុន្តែយើងមើល whom ហើយនឹង who ពីរនេះយើងប្រើបានមនុស្សដូចគ្នាប៉ុន្តែដោយឡែកយើងឃើញ who យើងប្រើបាន subject ផង object ផងហើយដល់ពេល whom ប្រើបាន object ទេដូច្នេះកន្លែងដែលយើងឃើញយើងបាត់បង់នេះជា object អត្តពលរបស់ whom វាខ្លាំងជាងអញ្ចឹងយើងអត់អាចយក who បានទេដោយសារវា function object អញ្ចឹងយើងយក whom ហើយនៅសល់ចម្លើយ C និង D យើងឃើញថា that នេះយើងប្រើបានទាំងអស់មកថាមនុស្សសត្វវត្ថុទីកន្លែងអីទេប៉ុន្តែយើងឃើញកន្លែងនេះវាមានសញ្ញាថាមកអមគេឲ្យឈ្មោះថា
non restrictive relative clause មានន័យថា relative clause យើងហ្នឹងគឺមិនសំខាន់បើមិនសំខាន់ហើយ date យើងមិនអាចប្រើជាមួយនឹង non restrictive relative clause បានទេដូច្នេះ date កន្លែងនេះយើងអាចយកបានទេចម្លើយដែលត្រឹមត្រូវគឺ whom បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេសង្ឃឹមបងប្អូនទាំងអស់គ្នាអាចស្វែងយល់ជាមួយនឹង relative clause របស់យើងហើយជាពិសេសបងប្អូនទាំងអស់គ្នាត្រូវការចេះកំណត់រវាងប្រធានយើងនឹងតើបាត់បង់ subject object ឬក៏ no function ហើយមួយទៀតយើងចេះកំណត់ការប្រើប្រាស់របស់ relative pronoun យើងនីមួយៗហើយវីដេអូនេះខ្ញុំសង្ឃឹមមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាជោគជ័យជាមួយនឹងការប្រឡងរបស់បងប្អូនទាំងអស់គ្នា